លោក Winston នេះជាលិខិតលាឈប់របស់ខ្ញុំនឹងមិនចូលរួមចាប់ពីសប្តាហ៍ក្រោយទេអ្នកកំពុងលាឈប់ហើយមែនទេវិញនោះវាភ្លាមណាស់ប្តីខ្ញុំបានត្រឡប់មកវិញហើយយើងនឹងផ្លាស់ទៅ Osmo ក្នុងពេលឆាប់នេះយល់ហើយដូច្នេះអ្នកមិនមែនចិញ្ចឹមកូនតែម្នាក់ឯងទេយើងគិតថាអ្នកជាម្ដាយនៅលីវអូខ្ញុំមិនមែនទេខ្ញុំនឹងចេញទៅហើយលោក Winston ម៉ាក់រឿងពិតជាចាក់ចេញមែនទេបាទស្នេហាដំបូងរបស់ប៉ាបានត្រឡប់មកវិញហើយឥឡូវនេះគ្មានកន្លែងសម្រាប់ពួកយើងទៀតទេប៉ុន្តែខ្ញុំចិត្តធ្វើផ្កាយរួចហើយខ្ញុំមិនទាន់បានសុំបំណងសំបីតែមួយលោកខាតើអ្នកកំពុងសុំបំណងអ្វីខ្ញុំចង់ធ្វើផ្កាយ999ដើម្បីសុំបំណងថាប៉ានឹងចូលចិត្តខ្ញុំចូលចិត្តអ្នកតើវាអាចទៅរួចទេគាត់ថែមទាំងហាមអ្នកកុំឲ្យហៅគាត់ថាប៉ាប្តីរបស់វិញនេះប៉ាអ្នកត្រឡប់មកវិញហើយតើអ្នកទើបតែហៅខ្ញុំថាអ្វីប៉ានិយាយម្ដងទៀតម៉ាក់តើខ្ញុំនិយាយអ្វីខុសទេហេតុអ្វីប៉ាខឹងតើអ្នកបង្រៀនគាត់ឲ្យនិយាយដូចនោះទេតើខ្ញុំបានប្រាប់អ្នកប៉ុន្មានដងហើយមានតែកូនរបស់រ៉ូណាទេដែលអាចហៅខ្ញុំថាប៉ាធ្វើជាកូនល្អឥឡូវនេះលោកថាហើយគាត់ថាក៏ Mr. លោកថារឿងនិទានទាំងនោះសុទ្ធតែជារឿងកុហកមកជាមួយម៉ាក់មិនអីទេវាមិនមែនជារឿងកុហកទេបំណងរបស់ខ្ញុំនឹងក្លាយជាការពិតម៉ាក់តើយើងមិនអាចចាក់ចេញពីប៉ាឆាប់ពេកទេតោះឲ្យគាត់ឱកាសមួយទៀតអូខេយើងនឹងឲ្យគាត់ឱកាសចុងក្រោយ3ដងប្រសិនបើគាត់ពិតជាមិនចូលចិត្តអ្នកនោះយើងនឹងទៅឆ្ងាយពីគាត់ជារៀងរហូតអូខេគឺលោកកូដមកដល់ហើយសួស្តីលោកកូដម៉ាក់តើនោះជាស្នេហាដំបូងរបស់ប៉ាមែនទេបាទនោះជាមនុស្សដែលគាត់ស្រឡាញ់យូរមកហើយ Henry អ្នកនៅសល់ឱកាស2ដងទៀតនេះអ្នកណាតើនាងអាចទៅជួបនឹងលោកកូដបានដោយរបៀបណានាងជាស្នេហាដំបូងរបស់លោកកូដខ្ញុំឮថាលោកកូដរងចាំនាងអស់រយៈពេល7ឆ្នាំប៉ុន្តែខ្ញុំគិតថាលោកកូដមានប្រពន្ធហើយមែនទេហើយពួកគេថែមទាំងមានកូនទៀតផងអូនោះគ្រាន់តែជាកំហុសមួយប៉ុណ្ណោះប្រសិនបើលោកកូដមិនស្រវឹងទេនាងនឹងមិននៅទីនេះទេអាក្រក់ណាស់ស្នេហាដំបូងរបស់លោកកូដបានត្រឡប់មកវិញហើយនេះមិនល្អសម្រាប់ប្រពន្ធរបស់លោកកូដទេតែគាត់មិនដែលឃើញនៅកន្លែងសាធារណៈប៉ាលោកកូដ Henry តើអ្នកស្គាល់ក្មេងនេះទេអត់ទេគាត់ជាកូនរបស់ពុកលឹកម្នាក់លោកកូដអ្នកស្រីស្មីមានរឿងអីប្រហែលជាយើងគួរនិយាយលាគ្នាឥឡូវនេះលោកកូដថ្ងៃនេះខ្ញុំអ្នកស្រីស្មីក្រុមហ៊ុនមិនមែនជាសាលាមត្តេយ្យឲ្យទេសូមកុំនាំកូនប្រុសរបស់អ្នកមកទីនេះវានឹងប៉ះពាល់ដល់រូបភាពយើងកូនប្រុសរបស់ខ្ញុំទៅតើអ្នកកំពុងធ្វើអីតើអ្នកកំពុងធ្វើអ្វីគ្មានអ្វីទេខ្ញុំគ្រាន់តែសម្អាតយោពមខ្ញុំរវល់ដូច្នេះខ្ញុំនឹងទៅឥឡូវពេលខ្ញុំត្រឡប់មកវិញខ្ញុំសង្ឃឹមថារឿងរំខានដែលអ្នកបាននាំមកនឹងរលាយបាត់ដូច្នេះនៅក្នុងភ្នែករបស់អ្នកគាត់ជារឿងរំខានមែនទេ
បាទលោកកូដកុំបារម្ភខ្ញុំនឹងមិននាំគាត់មកទីនេះទៀតទេអ្នកនឹងមិនបានជួបគាត់ទៀតទេមិនដែរទេម៉ាក់តាម៉ាក់អាចសុំប៉ាទៅចូលរួមការប្រជុំឪពុកម្ដាយគ្រូបានទេលូកាអូអញ្ចឹងខ្ញុំគិតថាវានឹងជាឱកាសទី2របស់គាត់ចាំតើមានអ្វីទៀតទេលោកស្រីស្មីលោកកូតើលោកមានពេលទៅចូលរួមការប្រជុំឪពុកម្ដាយគ្រូនៅថ្ងៃស្អែកទេយល់ហើយម៉ាក់តើគាត់នឹងទៅទេគាត់នឹងមិនទៅទេមែនទេអស់រយៈពេលប៉ុន្មានឆ្នាំនេះគាត់មិនដែលទៅការប្រជុំឪពុកម្ដាយគ្រូទៅចោលតោះទៅខ្ញុំនឹងទៅបើខ្ញុំអាចនេះពិតជាអស្ចារ្យណាស់លូកាមើលឪពុកអញយល់ព្រមហើយពិតទេវាច្បាស់ជាការប្រាថ្នារបស់ខ្ញុំคล้ายជាការពិតម៉ាក់ក្នុងករណីនោះតើមានន័យថាយើងមិនចាំបាច់ទុកប៉ាទេមែនទេខ្ញុំសង្ឃឹមដូច្នេះខ្ញុំសង្ឃឹមថាគាត់នឹងធ្វើឲ្យការប្រាថ្នារបស់អញคล้ายជាការពិតរក្សាកន្លែងរបស់ប៉ាទុកពេលគាត់នៅទីនេះគាត់នឹងអង្គុយក្បែរខ្ញុំលូកាអញនិយាយពីគាត់រាប់ពាន់ដងហើយខ្ញុំអាចជឿវ៉ាបន្លឺនៅក្នុងត្រចៀកខ្ញុំធ្វើបានល្អណាស់នៅឈ្មោះនេះខ្ញុំថែមទាំងត្រូវបានគេសុំឲ្យធ្វើជាប្រធានថ្នាក់ទៀតផងពេលប៉ាដឹងគាត់នឹងមានមោទនភាពចំពោះខ្ញុំប្រហែលជាគាត់ថែមទាំងអនុញ្ញាតឲ្យខ្ញុំហៅគាត់ថាប៉ាទៀតផងសៀនថូម៉ាស់មានរឿងអ្វីហេតុអ្វីបានជាអញហៅវីដេអូមកខ្ញុំវិននីពួកយើងបាននៅពីការលាឈប់របស់ឯងចាំបន្តិចលូកាម៉ាក់នឹងទៅទទួលទូរស័ព្ទម៉ាក់នឹងមកវិញឆាប់នៅទីនេះទេសៀនខ្ញុំមិនមែនគ្រាន់តែលាឈប់ទេខ្ញុំកំពុងលែងលះគ្នាចុងក្រោយឯងក៏បានធ្វើដូច្នេះដែរ Henry នោះមិនដែលសមរម្យសម្រាប់ឯងទេស្ដាប់ប្រសិនបើឯងមិនមានផ្ទៃពោះពេលនោះទេយើងមិនដែលអនុញ្ញាតឲ្យឯងរៀបការជាមួយគាត់ទេឯងដឹងទេពិតប្រាកដត្រឡប់មកផ្ទះវិញវិននីពួកយើងនឹកឯងណាស់ខ្ញុំនឹងទិញសំបុត្រឲ្យឯងសម្រាប់ជើងយន្តហោះបន្ទាប់មិនចាំបាច់ទេឯងនៅតែមិនភ្លេចគាត់ក៏មិនខ្វល់ពីឯងដែរមិនមែនដូច្នោះទេមិនមែនអំពីខ្ញុំទេវាអំពីលូកាគាត់មិនចង់ទុកឪពុករបស់គាត់ទេកូនអត់ឪពុកអីចឹងឯងនៅទីនេះទេនេះជាកន្លែងរបស់ប៉ាខ្ញុំរើឡើងផាត់អ្នកគ្មានប៉ាសំបីតែម្នាក់ហើយឯងមកដាក់កន្លែងគេទៀតផ្លូវគួរឲ្យអាណិតណាស់អ្នកណាថាខ្ញុំគ្មានប៉ាខ្ញុំមានគាត់កំពុងមកហើយក្នុងថ្នាក់នេះអ្នកណាខ្លះមិនដឹងថាអ្នកជាកូនកំព្រាគ្មានពុកបាទខ្ញុំអាចបញ្ជាក់បានរាល់ពេលដែលគាត់ធ្វើលំហាត់មានតែម៉ាក់គាត់ទេដែលចុះហត្ថលេខាលូកាដល់ម៉ោងឲ្យកិច្ចការហើយហេតុអ្វីបានជាមានតែម៉ាក់ឯងខ្ញុំក៏អាចបញ្ជាក់បានដែរបុណ្យពុកឆ្នាំមុនពេលដែលយើងត្រូវគូររូបពុករៀងខ្លួនគាត់បានឲ្យក្រដាស់ទេហើយត្រូវទទួលទោសគ្រប់គ្នាសុទ្ធតែមានភស្តុតាងតើឯងមានអ្វីទៀតចង់និយាយគាត់ចូលចិត្តកុហកគាត់គ្រាន់តែជាអ្នកកុហកប៉ុណ្ណោះយើងមិនលេងជាមួយគាត់ទៀតទេកុំលេងជាមួយគាត់បាទចាប់ពីពេលនេះទៅយើងមិនលេងជាមួយលូកាទៀតទេទៅចេញអ្នកអង្គុយនៅទីនេះមិនបានទេស្ដាប់អ្នកគួរតែឈរឲ្យឆ្ងាយពីក្មេងដែលមានបញ្ហាដូចគាត់យល់ទេអញក៏ដូចគ្នាឈរឲ្យឆ្ងាយពីគាត់កុំធ្វើដូចគាត់ទេខ្ញុំមិនបានកុហកទេគាត់ពិតជាមកមែនប៉ាខ្ញុំបានសន្យាជាមួយខ្ញុំនេះជាកិច្ចប្រជុំឪពុកម្ដាយនិងគ្រូមែនទេ
ប៉ាខ្ញុំមកដល់ហើយប៉ាមកអង្គុយនៅទីនេះ ដូច្នេះគាត់និយាយការពិតអញ្ចឹងតើយើងពិតជាយល់ច្រឡំគាត់មែនទេ ឪពុករបស់លីខាស្អាតណាស់ដូចជាគាត់ចេញពីរឿងប្រឡំលោកនោះមិនមែនជាឪពុករបស់គាត់ទេអ្វីដែលធ្វើឲ្យអ្នកនិយាយបែបនោះអ្នកមិនស្គាល់គ្រួសារខ្ញុំទេឈ្មោះអ្វីដែលអ្នកទើបតែហៅខ្ញុំប៉ាលោកកើត មាត់ដូច្នេះ Dylan និយាយការពិតមែនទេនោះមិនមែនជាឪពុករបស់គាត់ទេ លូខាតើអ្នកបានឲ្យគាត់សម្ដែងជាឪពុករបស់អ្នកមែនទេអ្នកពូកែធ្វើពុតណាស់ខ្ញុំមិនកុហកទេមិនជឿខ្ញុំទេអ្នកនឹងដឹងពេលម្ដាយខ្ញុំត្រឡប់មកវិញ Henry ខ្ញុំមិននឹកស្មានថាអ្នកមកដើម្បីកូនរបស់ Donna វាមិនអាចទៅរួចទេបើ Luca ដឹងគាត់នឹងខូចចិត្តយ៉ាងខ្លាំង អញ្ចឹងបើម្ដាយអ្នកនៅទីនេះស្ដាប់គាត់ជាប៉ាថ្មីរបស់ខ្ញុំគាត់ហៀបនឹងរៀបការជាមួយម្ដាយខ្ញុំប៉ុន្តែគាត់ជាប៉ារបស់ខ្ញុំអ្នកនៅតែកុហកនៅពេលនេះមិនខ្មាស់គេទេព្រះអើយកាយរបស់ខ្ញុំកាយឆោតខ្ញុំនឹងជន់ពួកវាទាំងអស់ឈប់កុំជន់វាទាំងនោះជាផ្កាយប្រាថ្នារបស់ខ្ញុំចាំបន្តិច Henry វាជារឿងធម្មតាតែក្មេងលេងតារាបណាវាមិនមែនជារឿងធំយើងមិនគួរជ្រៀតជ្រែកល្អជាងតើអ្នកយល់យ៉ាងណាយេអ្នកនិយាយត្រូវតើវ៉ែនឯងមិនអីទេអើគឺទេឯងរបួសទេដូច្នេះម្ដាយឯងគឺជាស្នេហាដំបូងរបស់ប៉ា Luca នេះជារបៀបដែលម្ដាយឯងចិញ្ចឹមឯងទេប្រញាប់សុំទោស Dylan ទៅខ្ញុំមិនបានធ្វើអ្វីខុសទេហើយអ្វីបានជាខ្ញុំត្រូវសុំទោសតើអ្នកមកទីនេះមិនមែនសម្រាប់ការប្រជុំឪពុកម្ដាយគ្រូរបស់ខ្ញុំទេថ្ងៃនេះខ្ញុំមកទីនេះមិនមែនក្នុងនាមជាឪពុករបស់ឯងទេថ្ងៃនេះខ្ញុំនៅទីនេះក្នុងនាមជាឪពុករបស់ Dylan អ្វីខ្ញុំនឹងនិយាយម្ដងទៀតសុំទោសអីខ្ញុំនឹងនិយាយម្ដងទៀតសុំទោសខ្ញុំសុំទោស Dylan លោកគូជាឪពុករបស់អ្នកខ្ញុំខុសខ្ញុំសុំទោសអ្នកមិនខុសទេវាជាកំហុសរបស់មនុស្សធំដែលមិនស្មោះត្រង់វាជាកំហុសរបស់ខ្ញុំមិនអាចការពារតារារបស់ខ្ញុំបានទេបំណងប្រាថ្នារបស់ខ្ញុំត្រូវបានបំផ្លាញប៉ានឹងមិនចូលចិត្តខ្ញុំទៀតទេមិនអីទេ Luca អ្នកនៅមានឱកាសមួយទៀតមែនទេទេខ្ញុំគ្មានទេខ្ញុំគ្មានតារា999ទៀតទេគ្មានឱកាសទៀតទេលោកកូដខ្ញុំធ្វើអ្វីទាំងនេះសម្រាប់អ្នកបើអ្នកមិនចូលចិត្តវាអ្នកអាចបោះវាចោលបានអ្នកធ្វើអ្វីទាំងនេះឲ្យខ្ញុំវាគ្មានអ្វីពាក់ព័ន្ធជាមួយអ្នកទៀតទេវិញនេះនាំកូនទៅផ្ទះយើងអាចនិយាយឯកជនពេលក្រោយអ្នកជាឪពុករបស់ Dylan តើមានអ្វីត្រូវនិយាយពេលយើងមិនស្គាល់គ្នាតោះទៅម៉ាក់អ្នកពិតជាចង់ទៅ Luca គ្មានការស្ដាយក្រោយខ្ញុំថាយើងគួរទៅខ្ញុំនឹងមិនស្ដាយក្រោយទេតារាបណាគ្មានការស្ដាយក្រោយខ្ញុំនឹងនៅជាមួយអ្នកខ្ញុំថាយើងគួរទៅខ្ញុំនឹងមិនស្ដាយក្រោយទេរងចាំមានអ្វីផ្សេងទៀតទេលោកកើតតើអ្នកយកគាត់ទៅណា
ទៅជួបគ្រូរបស់គាត់ដើម្បីពិភាក្សារឿងអ្វីមួយមានបញ្ហាអ្វីទេលោកថាសម្រេចចិត្តហើយគាត់ចង់ចាក់ចេញអ្នកអាចកក់សម្បត្តិយើងបានខ្ញុំនឹងដោះស្រាយការផ្ទេរសាលារបស់លូថាតោះទៅគួរឲ្យអាណិតណាស់លូថាអ្នកពូកែណាស់នៅត្រីមាសនេះខ្ញុំគ្រោងនឹងតែងតាំងអ្នកជាប្រធានថ្នាក់ឥឡូវនេះខ្ញុំអាចត្រឹមតែមើលទេពកសដ៏មានសង្ឃឹមបែបនេះផ្ទេរទៅក្រៅប្រទេសមិនអីទេលោកគ្រូវ៉េនីអ្នកផ្សេងអាចធ្វើជាប្រធានថ្នាក់បានមិនអីទេលូខានិយាយលាលោកគ្រូវ៉េនីទៅលាហើយលោកគ្រូវ៉េនីលាហើយ Henry តើអ្នកមកធ្វើអ្វីនៅទីនេះ Henry តើអ្នកកំពុងធ្វើអ្វីនៅទីនេះលូកាខ្ញុំជាអ្នកខុសពីមុនខ្ញុំសុំទោសអ្នកមិនចាំបាច់ហៅខ្ញុំថាលោកកូដទៅទៀតទេអ្នកអាចហៅខ្ញុំថាប៉ាតាមដែលអ្នកចង់អរគុណប៉ាអរគុណកូនឈួត Henry តើអ្នកបានដឹងខ្លួនវិញហើយឬហើយកំពុងរកវិធីសងសំណងដល់លូកាខ្ញុំឮមិត្តរបស់អ្នកនិយាយថាថ្នាក់របស់អ្នកពិតជាអស្ចារ្យត្រឹមត្រូវទេបាទប៉ាដឹងថាខ្ញុំធ្វើបានល្អនៅសាលាប្រហែលជាគាត់នឹងចូលចិត្តខ្ញុំឥឡូវនេះអ្នកជាកូនល្អម្នាក់អ្នកដឹងពីការមិនគិតពីខ្លួនឯងមែនទេនំខេកនេះជាអំណោយពីឌីឡានតើអ្នកអាចបោះបង់ការធ្វើជាប្រធានថ្នាក់សម្រាប់ឌីឡាន Henry តើអ្នកអាចនិយាយដូចនេះបានដោយរបៀបណាលូកាកំពុងត្រៀមខ្លួនខ្ញុំអាចឲ្យគាត់អ្វីក៏បានរួមទាំងអ្នកផងប៉ាខ្ញុំយល់ហើយមានតម្លៃត្រូវចំណាយដើម្បីហៅអ្នកថាប៉ាកូនល្អណាស់ខ្ញុំដឹងថាអ្នកនឹងយល់ប៉ានេះជានំខេកដែលឆ្ងាញ់បំផុតតែខ្ញុំធ្លាប់ញ៉ាំព្រោះប៉ាខ្ញុំឲ្យវាមកខ្ញុំសង្ឃឹមថាអ្នកមិននាំរឿងរំខាននោះមកទីនេះទៀតទេខ្ញុំមកជួបប្រជុំឪពុកម្ដាយគ្រូក្នុងនាមជាឪពុករបស់ឌីឡានខ្ញុំនឹងនិយាយម្ដងទៀតសុំទោសស្វាយលូកាឈប់ញ៉ាំអ្នកមានអាឡែហ្ស៊ីនឹងស្វាយអ្វីឈប់ញ៉ាំលូកាតាមខ្ញុំមកឈប់ញ៉ាំឈប់ញ៉ាំតាមខ្ញុំមកលាហើយប៉ាលាហើយយើងនឹងមិនជួបគ្នាទៀតទេតើអ្នកមានន័យថាលាហើយមានន័យដូចម្ដេចតើលូកាមិនមែននឹងទៅនៅក្នុងកិច្ចប្រជុំឪពុកម្ដាយគ្រូនៅពេលក្រោយលូកានឹងមិនចូលរួមកិច្ចប្រជុំទេលូកាបានផ្លាស់ប្ដូរសាលារៀនហើយគាត់នឹងទៅក្រៅប្រទេសជាមួយម្ដាយរបស់គាត់អ្វីទៅក្រៅប្រទេសហេតុអ្វីបានជាលូកាលាហើយប៉ាលាហើយតើគាត់កំពុងនិយាយលេខ្ញុំលេគ្នាជារៀងរហូតនៅពេលមុនលូកាលើកទូរស័ព្ទតើវីននេះកំពុងធ្វើអ្វីប៉ាហើយមែនទេអ្នកឯងសម្រេចចិត្តទៅថាចង់ឆ្លើយឬអត់ម៉ាក់តោះប្រញាប់យើងនឹងយឺតពេលឡើងយន្តហោះអូខេតោះទៅហ៊ានដាក់ទូរស័ព្ទមែនវិញនេះឯងវាក្លាហានឡើងហើយហ៎កិច្ចប្រជុំហៀបនឹងចាប់ផ្ដើមហើយសូមឪពុកម្ដាយទាំងអស់ជួបជុំនៅក្នុងថ្នាក់រៀនវិញនេះ
តើអ្នកអាចយកកូនរបស់យើងទៅណាខ្ញុំនឹងរកអ្នកក្រោយពីការប្រជុំចប់ លោកកើតនេះជារបស់លោក ដៃវ៉ែនអ្នកធ្វើបានល្អណាស់នៅសាលា ពិតមែនហើយមើលមិនឃើញទេអ្នកណាចិញ្ចឹមគាត់អូសុំទោសខ្ញុំឲ្យខុសមួយនេះជារបស់លូខាអី ខ្ញុំមិនដឹងថាគាត់ឆ្លាតម្លេះទេដូចកូនខ្ញុំ លូខាតែងតែធ្វើបានល្អនេះជារបស់ដៃឡែនធ្វើម៉េចទៅមានសូនឲ្យច្រើនម្លេះខួរក្បាលគាត់ដំណើរការទេ ខ្ញុំចង់ស្លាប់ជាងមានកូនឆោតល្ងងបែបនេះខ្ញុំចាំបានគាត់ជាមនុស្សដែលបានចងគេការពីត្រីមីសមុនប្រហែលជាទទួលបានសែនមិនល្អពីឪពុកម្ដាយ ពិតមែនហើយឪពុកក៏មិនឆ្លាតប៉ុន្មានដែរដូច្នេះកូនប្រហែលជាដូចគ្នាឈប់ទៅវាគ្រាន់តែជាការប្រឡងមួយប៉ុណ្ណោះវាមិនមែនមានន័យអ្វីទេអ្នកទាំងអស់គ្នាទីប៉ុណ្ណាតែនិយាយដើមគេនៅមុខកូនឆ្លើយណាស់ ពិតមែនហើយតែវ៉ែនគឺជាក្មេងឆ្លាតគាត់គ្រាន់តែមិនបានធ្វើបានល្អនៅពេលនេះទេ អ្នកណាដែលឡែនចេញមកតាឡានជាអ្នកណាចេញមកពីទីនេះតាឡានជាអ្នកណានៅទីនោះហើយជាគាត់ជាអ្នកនោះតែវាខ្ញុំពូឆ្កែហ៊ានវីកូនខ្ញុំអី ហេនរីអ្នកត្រូវតែការពារដាឡាន សុំទោសតោះដោះស្រាយរឿងនេះដូចមនុស្សស៊ីវិល័យតើអ្នករំពឹងថាខ្ញុំនឹងស៊ីវិល័យយ៉ាងដូចម្ដេចពេលដែលកូនខ្ញុំត្រូវគេវីអស់ទំហំប៉ុណ្ណេះតើអ្នកបានបង្រៀនកូនអ្នកអ្វីខ្លះ អូយគាត់វាក្មេងម្នាក់ទៀតអស់ទំហំប៉ុណ្ណេះក្មេងមិនចេះសិលធម៌បែបនេះមិនឆ្ងល់ទេថាពិន្ទុគាត់អំលេះមើលហេតុអ្វីគាត់វីកូនអ្នកក្នុងចំណោមក្មេងឯទៀតទាំងអស់វាច្បាស់ជាបញ្ហារបស់កូនអ្នក ហេប្រសិនបើដូច្នេះតើវាធ្វើឲ្យអ្នកខ្លាចជាបញ្ហាបើខ្ញុំវីអ្នក ខ្ញុំខ្លាចណាស់ហេនរី កុំខ្លាចប៉ុន្តែអ្នកគួរតែប្រយ័ត្នក្នុងការនិយាយ ចុះយ៉ាងម៉េចអ្នកចង់បានលុយប៉ុន្មានឪពុករបស់ដាឡានគឺអ្នកមាន លូកាខ្ចប់អេវ៉ាន់តពេលទៅហើយ តុក្កតាខ្លាឃ្មុំនេះគួរតែនៅទីនេះនិងនៅជាមួយប៉ាខ្ញុំនឹងយកតុក្កតាខ្លាឃ្មុំថ្មីមួយទៀតមិនបានទេខ្ញុំត្រូវត្រឡប់ទៅផ្ទះវិញនិងបញ្ឈប់លូកា ហេហេនរីអ្នកមិនអាចចាក់ចេញបានទេតើដាឡាននឹងខ្ញុំធ្វើអីបើអ្នកចាក់ចេញ ដោះស្រាយខ្លួនឯង អូ អ្នកមិនអីទេអ្នកឈឺទេ ខ្ញុំមិនអីទេហេនរីវាគ្រាន់តែថាតែវ៉ែនធ្លាប់ប្រាថ្នាចង់ធ្វើជាប្រធានថ្នាក់អ្នកថែមទាំងបានសន្យាជាមួយគាត់ទៀតផងប៉ុន្តែឥឡូវគាត់នឹងខឹងមែនទេ អញ្ចឹងអ្នកស្រី Fanny លូខាយកព្រមលះបង់តំណែងប្រធានថ្នាក់ឲ្យ Daiwan ចុះបើអ្នកទុកឲ្យគាត់ ទោះបីលូសាលះបង់ក៏ដោយតែវ៉ែនមិនត្រូវបានតែងតាំងទេលោកកើតអ្នកមិនអាចបំផ្លាញកូនរបស់អ្នកបែបនេះទេយើងត្រូវតែធ្វើតាមច្បាប់ពិតប្រាកដណាស់តើអ្នកមិនបានឃើញទេថាដៃវ៉ែនជាមនុស្សបែបណា បើគាត់អាចធ្វើជាប្រធានថ្នាក់ពេលក៏ហើបានដែរគាត់វីកូនខ្ញុំហើយនៅចង់ធ្វើជាប្រធានថ្នាក់ទៀតខ្ញុំនឹងប្រឆាំងមុនគេយេខ្ញុំក៏ប្រឆាំងដែរអ្នកបានឃើញហើយខ្ញុំបានព្យាយាមអស់ពីសមត្ថភាពហើយ មិនក៏អ្នកហ៊ានរារាំងកូនខ្ញុំពីការធ្វើជាប្រធានថ្នាក់បើលីខាអាចធ្វើជាប្រធានថ្នាក់បានហេតុអ្វីដៃឡែនមិនអាចតារាប់ណាអ្នកទុកឲ្យដៃឡែនធ្វើជាប្រធានថ្នាក់យើងនឹងចំណាយគ្រប់ចំណាយសម្រាប់ថ្នាក់របស់អ្នកចាប់ពីពេលនេះទៅ First អូហូអ្នកគិតថាអ្នកពូកែដោយសារតែអ្នកមានលុយតើអ្នកគិតថាអ្នកអាចសង្កត់សង្កិនអ្នកដទៃដោយសារតែអ្នកមានលុយយេយើងមិនអីទេជាមួយលឺខាធ្វើជាប្រធានថ្នាក់ប៉ុន្តែមិនមែនកូនរបស់អ្នកទេមិនដែរទេបាទអ្នកស្រី Fanny យើងចង់បានតែលូខាធ្វើជាប្រធានថ្នាក់គ្មានអ្នកផ្សេងទេជាពិសេសអ្នកដែលប្រើអំពើហិង្សាមួយចំនួនឯងនឹងខ្ញុំចង់ធ្វើជាប្រធានខ្ញុំចង់ធ្វើជាប្រធានថ្នាក់ ហេនរីតើយើងគួរធ្វើអ្វីគាត់កំពុងយំគិតអ្វីមួយទៅ ឈប់សិនល្មមហើយចុះបើអ្នកមិនមែនជាប្រធានថ្នាក់វិញគាត់ត្រូវតែមានសមត្ថភាពដើម្បីធ្វើជាប្រធានថ្នាក់ខ្ញុំមិនមែនជាអ្នកទទួលបន្ទុកសាលានេះទេតើខ្ញុំអាចធ្វើអ្វីបានខ្ញុំត្រូវទៅ មកវិញនេះហេនរី ម៉ាក់តើលោកកើតនឹងរកឃើញលូខានិងម្ដាយរបស់គាត់ទេ
ลูก้าป่า Henry តើអ្នកមកធ្វើអីនៅទីនេះ មកយើងត្រូវនិយាយគ្នា តើអ្នកកំពុងធ្វើអីលេងខ្ញុំទៅ ខ្ញុំគួរតែសួរអ្នកវិញហេតុអីអ្នកឲ្យលូកាផ្លាស់ប្ដូរសាលាហើយផ្លាស់ទីលំនៅដោយមិនប្រាប់ខ្ញុំតើអ្នកគ្រោងធ្វើអី ត្រូវសួរទៀតយើងកំពុងចាក់ចេញពីអ្នកដើម្បីចាប់ផ្ដើមជីវិតថ្មី ប៉ាស្នេហាដំបូងរបស់ប៉ាត្រឡប់មកវិញហើយមែនទេប៉ាលែងត្រូវការយើងទៀតហើយសូមជូនពរប៉ាលូកាអ្នកណាបង្រៀនអញឲ្យនិយាយបែបនេះម៉ាក់ឯងទេប៉ាទេប៉ាភ្លេចហើយឬលោកកូដគ្រូរបស់ខ្ញុំឲ្យកិច្ចការផ្ទះថ្ងៃបុណ្យឪពុកតើខ្ញុំអាចគូររូបរបស់លោកបានទេគូទៅឋានរកអីឬអាយ៉ា លូកាឯងមានរឿងអីហេតុអីឯងយំ លោកកូដមិនព្រមឲ្យខ្ញុំគូររូបគាត់ទេ Henry ខ្ញុំមើលថាស្នេហាដំបូងរបស់អ្នកត្រឡប់មកវិញហើយ អ្នកនិយាយត្រូវនាងត្រឡប់មកវិញហើយនាងត្រឡប់មកវិញហើយទីបំផុតខ្ញុំបានរងចាំ5ឆ្នាំហើយ5ឆ្នាំពេញទីបំផុតនាងនឹងត្រឡប់មកវិញ សូមអបអរសាទរលូកាប៉ាឯងបានរកឃើញសុភមង្គលហើយយើងគួរតែអបអរសាទរគាត់ លូកាថ្ងៃនោះប៉ាស្រវឹងវាគ្រាន់តែជាការនិយាយឥតប្រយោជន៍ប៉ុណ្ណោះលូកាស្ដាប់ប៉ាមិនដែលគិតបោះបង់ឯងឬម៉ាក់ឯងទេ ជប់សម្ដែងទៀតទៅតើអ្នកក៏ផ្ញើសារនេះពេលស្រវឹងដែរឬ ឯកសារលេងណាតើខ្ញុំផ្ញើទៅណាហើយអ្វីខ្ញុំមិនចាំ នៅសម្ដែងទៀតនេះត្រូវបានប្រគល់ឲ្យខ្ញុំដោយក្រុមច្បាប់របស់ក្រុមហ៊ុនវាមានត្រាផ្ទាល់ខ្លួនរបស់អ្នកផង Henry តើអ្នកភ្លេច អ្នកកំពុងលេងលះម៉ាក់ដូច្នេះកុំមករកពួកយើងទៀតតោះទៅម៉ាក់លូកាចាំសូមឲ្យខ្ញុំពន្យល់កុំប្រញាប់ពេកហេអ្នកណាឲ្យអ្នកហ៊ានប្រើត្រារបស់ខ្ញុំហើយផ្ញើឯកសារលេងលះទៅប្រពន្ធខ្ញុំដោយគ្មានការអនុញ្ញាតតើក្រុមច្បាប់ចង់ត្រូវបណ្ដេញលោកកើតអ្នកស្រីដនណាគឺជាអ្នកបញ្ជានាងថាជាបញ្ជារបស់លោកវិញនេះត្រូវតែមានការយល់ច្រឡំខ្លះយ៉នណាមិនមែនជាមនុស្សអាក្រក់ទេនាងប្រហែលជាធ្វើវាដោយចៃដន្យ នាងថាវាជាបញ្ជារបស់អ្នកយើងនឹងចាក់ចេញដើម្បីទុកកន្លែងឲ្យនាង Henry យើងជាមនុស្សពេញវ័យកុំធ្វើឲ្យគ្នាខ្មាស់គ្នាទៀត ខ្ញុំសង្ឃឹមថាអ្នកមានសុភមង្គលជាមួយអ្នកស្រី Donna និង Dylan ពីពេលនេះទៅលាហើយប៉ាហេចាំវិញនេះតើអ្នកគិតគ្រប់គ្រាន់ហើយហេតុអ្វីអ្នកយកកូនប្រុសខ្ញុំទៅដោយមិននិយាយជាមួយខ្ញុំគាត់មិនមែនជាកូនតែអ្នកទេខ្ញុំក៏ជាឪពុករបស់គាត់ដែរ Henry ឥឡូវនេះទើបតែអ្នកទទួលស្គាល់ថាគាត់ជាកូនអ្នកថែមទាំងហាមគាត់មិនឲ្យឲ្យអ្នកថាប៉ាខ្ញុំជាអ្នកតែចិញ្ចឹមគាត់ហេតុអ្វីខ្ញុំត្រូវសុំការអនុញ្ញាតពីអ្នកតើអ្នកគិតថាអ្នកជានរណាលែងកូនប្រុសខ្ញុំឥឡូវនេះ ខ្ញុំថាអ្នកមិនអាចចាក់ចេញបានទេប៉ាឲ្យខ្ញុំទៅលូកាខ្ញុំដឹងថាខ្ញុំបានធ្វើឲ្យអញកើតទុក្ខអស់រយៈពេលជាច្រើនឆ្នាំខ្ញុំសន្យាថាពីនេះទៅខ្ញុំនឹងធ្វើឲ្យបានល្អជាងនេះឯងមិនអាចនៅទេប៉ុន្តែឯងជាឪពុករបស់ Dylan ហើយឯងភ្លេចឆាប់ពេកហើយឯងបង្ខំលូកាឲ្យសុំទោសនៅមុខមនុស្សច្រើនឯងបំផ្លាញសេចក្តីថ្លៃថ្នូររបស់កូនឯងភ្លេចហើយវាជាការយល់ច្រឡំខ្ញុំនឹងឲ្យ Dylan ទទួលខុសត្រូវចំពោះគាត់ គ្រាន់តែឲ្យ Dylan ទទួលខុសត្រូវចំពោះគាត់ឯងសមធ្វើជាឪពុករបស់ Dylan ជាង លូកាខ្ញុំដឹងថាខ្ញុំខុសតើឯងអាចឲ្យឪពុកឯងឱកាសចុងក្រោយទេប៉ុន្តែខ្ញុំបានឲ្យឯង3ដងហើយអី3ដងតាំងពីពេលណាអតីតកាលទាំងអស់ហើយឥតមានប្រយោជន៍ទៀតទេខ្ញុំតែងតែគិតថាដរាបណាខ្ញុំធ្វើបានល្អនឹងធ្វើជាកូនល្អឯងនឹងចូលចិត្តខ្ញុំប៉ុន្តែខ្ញុំខុសស្នេហ៍ពិតមិនត្រូវការហេតុផលទេទោះគាត់អាក្រក់នឹងធ្វើមិនបានល្អក៏ដោយឯងនៅតែចូលចិត្តគាត់ខ្ញុំលែងត្រូវការឯងទៀតហើយខ្ញុំនៅតែមានម៉ាក់
ลูกาអញចាក់ចេញមែនទេបាទខ្ញុំបានសន្យាជាមួយម៉ាក់ចុះតើអញញែងឪពុកម្ដងចុងក្រោយបានទេ Hey ហាឡូ អាក្រក់ណាស់ Henry ទីឡានត្រូវគេវាយដំហើយចូលមន្ទីរពេទ្យ អី គឺទេកូនស្រឡាញ់របស់អ្នករងរបួសអ្នកគួរតែទៅមន្ទីរពេទ្យ ទេអ្នកមិនអាចយកកូនខ្ញុំទៅនៅពីក្រោយខ្នងខ្ញុំគាត់មិនមែនជាកម្មសិទ្ធិរបស់អ្នកតែម្នាក់ទេខ្ញុំក៏ជាឪពុករបស់គាត់ដែរអ្នកមិនមែនទៀតទេខ្ញុំនឹងមានឪពុកថ្មីមួយថ្ងៃណាមួយលូកាឯងនិយាយអីខ្ញុំជាឪពុកតែមួយគត់របស់ឯងខ្ញុំមិនចង់បានឪពុកដូចឯងទេឯងល្អជាងនៅជាមួយអ្នកស្រីដូណាយើងមិនចង់ខកយន្តហោះទេតោះទៅម៉ាក់ចាំលូកាកុំច្រណែនឌីឡានឪពុកម្ដាយគាត់លេងគ្នាតាំងពីគាត់នៅតូចគាត់គួរឲ្យអាណិតណាស់ លូកាមិនគួរឲ្យអាណិតទេឪពុកគាត់មិនដែលនៅជាមួយទេគាត់អាក្រក់ជាងឌីឡានទៅទៀត លូកាខ្ញុំដឹងថាខ្ញុំខុសពេលខ្ញុំត្រឡប់មកពីមន្ទីរពេទ្យតើឯងអាចឲ្យខ្ញុំឱកាសចុងក្រោយមួយខ្ញុំសន្យាថាខ្ញុំនឹងល្អជាមួយឯងអាចទេតែងតែមានតម្លៃត្រូវចំណាយសម្រាប់ការសប្បុរសរបស់ឯងខ្ញុំមិនចង់បាននោះទេក៏មានគ្មានអ្វីទៀតតែខ្ញុំអាចឲ្យគាត់បានលូកាមានរឿងអីលូកាឯងធ្វើឲ្យខ្ញុំភ័យប្រញាប់បញ្ជូនគាត់ទៅមន្ទីរពេទ្យម៉ាក់វីឈីណាខ្ញុំនឹងស្លាប់ទេកូនឈួតនិយាយអីម៉ាក់នៅទីនេះកូននឹងធូរស្រាលមួយមុននេះគាត់មិនអីទេហេតុអ្វីបានជាភ្លាមគាត់បែបនេះគាត់អាឡែស៊ីនឹងស្វាយគាត់នឹងឡើងកន្ទួលលើកញ្ចឹងបើធ្ងន់ធ្ងរគាត់នឹងដួលសន្លប់ដោយសារដង្ហើមពិបាកខ្ញុំមិនដែលហ៊ានឲ្យគាត់ញ៉ាំស្វាយទេប៉ានំនេះឆ្ងាញ់ជាងគេតែខ្ញុំធ្លាប់ញ៉ាំក្នុងជីវិតព្រោះប៉ាឲ្យខ្ញុំញ៉ាំស្វាយឈប់ញ៉ាំទៅលូខាឯងអាឡែស៊ីនឹងស្វាយដូច្នេះខ្ញុំទេដែលធ្វើបែបនេះដាក់គាត់លូខាវាជាកំហុសរបស់ខ្ញុំទាំងស្រុងសុំទោសប៉ាមិនអីទេវាជានំដែលឆ្ងាញ់ជាងគេតែខ្ញុំធ្លាប់ញ៉ាំលូខាកូនប្រុសរបស់ខ្ញុំលូកាប្រញាប់លូកាលោកគ្រូពេទ្យសូមជួយសង្គ្រោះកូនខ្ញុំផងខ្ញុំអង្វរលោកសូមជួយសង្គ្រោះគាត់យើងមិនទាន់ដឹងថាវាធ្ងន់ធ្ងរប៉ុណ្ណាទេតើអ្នកជាឪពុកម្ដាយប្រភេទណាមិនក៏អ្នកមិនដឹងពីអាឡែស៊ីរបស់គាត់ Henry មិនក៏អ្នកមិនដឹងឈប់សម្ដែងហើយកុំរាំងគាត់លូកាត្រូវការគ្រូពេទ្យលោកគ្រូពេទ្យខ្ញុំសង្ឃឹមលើលោកវាជាកំហុសរបស់ខ្ញុំវាជាកំហុសរបស់ខ្ញុំទាំងអស់មិនក៏ខ្ញុំមិនដឹងអំពីវាខ្ញុំជាឪពុកមិនសូវល្អមែន Henry អ្នកទើបតែដឹងថាអ្នកគ្មានសមត្ថភាពប៉ុណ្ណាក្នុងនាមជាឪពុកតែវាយឺតពេកហើយប្រសិនបើលូកាមានស្ថានភាពល្អខ្ញុំនឹងនាំគាត់ទៅឆ្ងាយពីទីនេះតែបើមិនដូច្នេះទេខ្ញុំមិនទុកអ្នកឲ្យរួចខ្លួនទេលោកគ្រូពេទ្យតើគាត់យ៉ាងម៉េចដែរគ្រូពេទ្យតើគាត់យ៉ាងម៉េចហើយគាត់មានបំពង់កូរិចហើមវាគំរាមកំហែងដល់អាយុជីវិតសំណាងល្អយើងបានព្យាបាលគាត់ទាន់ពេលគាត់អាចនឹងមិនមានសំណាងល្អបែបនេះទៀតទេតើខ្ញុំអាចជួបគាត់ឥឡូវនេះបានទេចាំបន្តិចយើងត្រូវការផ្ទេរគាត់ទៅបន្ទប់អ្នកជំងឺជាមុនសិនលូកាអ្នកភ្ញាក់ហើយតើអ្នកមានអារម្មណ៍មិនស្រួលអ្វីទេ
ម៉ាក់ខ្ញុំមានអារម្មណ៍អាក្រក់ណាស់ប៉ាមកទីនេះមើលខ្ញុំដែរឬត្រូវហើយខ្ញុំជាមនុស្សត្រូវស្ដីបន្ទោសតែមិនបានដឹងអំពីការអាឡ័យអាស័យស្វ័យរបស់អ្នកលូកាខ្ញុំសុំទោសចាប់ពីពេលនេះទៅខ្ញុំនឹងនៅក្បែរអ្នកមែនទេពិតណាស់ប៉ាឌីឡែនហេតុអ្វីបានជាអ្នកមកទីនេះហេតុអ្វីអ្នកនៅទីនេះហេនរីអ្នកមកដល់ហើយអ្នកមិនដឹងទេថាស្ត្រីដូចខ្ញុំដែលគ្មានជំនួយត្រូវឆ្លងកាត់បន្ទាប់ពីអ្នកចាក់ចេញឪពុកម្ដាយទាំងនោះត្រៀមខ្លួនស៊ីខ្ញុំផ្ទាល់មើលអ្វីដែលពួកគេធ្វើចំពោះដាឡិនមានរឿងអីមានគេធ្វើបាបអ្នកទេកុំខ្លាចប្រាប់ខ្ញុំមកមិត្តរួមថ្នាក់ពី3នាក់របស់ខ្ញុំមិនព្រមឲ្យខ្ញុំធ្វើជាប្រធានថ្នាក់ទេខ្ញុំគ្រាន់តែចង់បង្រៀនពួកគេមួយមេរៀនតែពួកគេអៀងខ្មាស់ណាស់ហើយរួមគ្នាមកលើខ្ញុំប៉ាលោកឪពុកត្រូវតែសង្សឹកឲ្យពួកគេវិញសម្រាប់ខ្ញុំធ្វើជាកូនល្អហើយសម្រាប់ជាមុនសិនមិនអីទេខ្ញុំនឹងសន្យាអ្វីក៏បានដរាបណាអ្នកមិនប្រឈមមុខនឹងបញ្ហាម៉ាក់ខ្ញុំឃ្លានហើយខ្ញុំចង់បានសាច់មាន់បំពងពីខេននេះអញ្ចឹងខ្ញុំនឹងទៅយកខ្លះមកឲ្យអ្នកឥឡូវនេះហេតុអ្វីមិនឲ្យខ្ញុំទៅជំនួសមិនអីទេចំណាយពេលជាមួយកូនប្រុសជាទីស្រឡាញ់របស់អ្នកលូកាត្រូវការអ្នកខ្លាំងបំផុតឥឡូវនេះខ្ញុំនឹងទៅយកអាហារម៉ាក់តើយើងនឹងខកយន្តហោះទេយន្តហោះខ្ញុំមិនប្រកាសទេខ្ញុំនឹងទូរស័ព្ទទៅពួកគេហេលូកាមិនអីទេគាត់នឹងមិនអីទេបន្ទាប់ពីសម្រាប់បន្តិចបាទអ្នកនិយាយត្រូវគាត់នឹងរំភើបពេលឃើញឪពុកថ្មីរបស់គាត់ឪពុកថ្មីបាទអ្នកទាំងពីរតែងតែត្រូវនេះខ្ញុំឃ្លានណាស់ខ្ញុំចង់បានដំបងមាន់ឲ្យដំបងមាន់ខ្ញុំបើមិនបានមួយទេខ្ញុំនឹងសម្លាប់ខ្លួនឯងឲ្យគាត់ទៅខ្ញុំមិនឃ្លានទេលូកាខ្ញុំទិញនេះឲ្យអ្នកជាពិសេសណាស់ប៉ុន្តែព្រោះឌីឡានក៏ឃ្លានដែរចូលយើងចែកគាត់បន្តិចអីយ៉ារបស់ល្អគួរតែចែករំលែកខ្ញុំដឹងហើយមិនថាអ្នកនិយាយយ៉ាងណាទេអ្នកតែងតែចូលខាងឌីឡានពេលគាត់គ្រាន់តែលើកដៃបន្តិចក្រៅពីដំបងមាន់ខ្ញុំក៏ត្រូវចែកសេចក្តីស្រឡាញ់របស់អ្នកដែរមែនទេឆ្ងាញ់ណាស់ខ្ញុំមិនចែកឲ្យគាត់ទេរបស់ល្អទាំងអស់ជារបស់ខ្ញុំមិនចែកឲ្យអ្នកណាទេលូកាខ្ញុំនឹងទិញមួយទៀតឲ្យអ្នកទៅចុះខ្ញុំមិនស៊ីអ្វីដែលអ្នកទិញទេខ្ញុំនឹងរងចាំម៉ាក់ត្រឡប់មកវិញលូកាវាគ្រាន់តែជាដំបងមាន់មួយប៉ុណ្ណោះកុំតូចច្រប់ឡើយធ្វើជាមនុស្សប្រុសអីយ៉ាខ្ញុំមិនមែនតូចច្រប់ទេខ្ញុំគ្រាន់តែឈប់ខ្វល់ពីអ្នកហើយប៉ាខ្ញុំខំអណ្ដាតឌីឡានមកមើលឯងមិនអីទេហេតុអ្វីបានជាឯងមិនប្រយ័ត្នចេញឈាមទេឯងមើលមិនឃើញទេគាត់ជាឪពុកខ្ញុំគាត់ស្រឡាញ់ម៉ាក់ខ្ញុំនិងខ្ញុំកុំគិតចង់ឆក់យកគាត់ពីខ្ញុំឲ្យសោះខ្ញុំមិនដែលចង់ទេម៉ាក់ខ្ញុំនិងខ្ញុំនឹងទៅក្រៅប្រទេសឆាប់ខ្ញុំក៏នឹងមានឪពុកថ្មីច្រើនដែរលូកាតើឯងមានន័យយ៉ាងម៉េចឯងថាឪពុកថ្មីខ្ញុំមិនដែលចង់ទេម៉ាក់ខ្ញុំនិងខ្ញុំនឹងទៅក្រៅប្រទេសឆាប់នេះខ្ញុំក៏នឹងមានឪពុកថ្មីដែរលូកាតើឯងមានន័យយ៉ាងម៉េចឯងថាមានឪពុកថ្មីឬខ្ញុំមិនប្រាប់ឯងទេខ្ញុំភ្នាល់ថាម៉ាក់ឯងកំពុងលេងល្បែងបំផ្លាញគ្រួសារទៀតហើយបើមិនមែននាងឆក់យកប៉ាពីម៉ាក់ខ្ញុំទេខ្ញុំអាចជាកូនបង្កើតរបស់គាត់
សំដីរណីម៉ាក់ខ្ញុំមិនមែនជាអ្នកបំផ្លាញគ្រួសារទេម៉ាក់ឯងទេដែរបោះបង់ប៉ាចោលនាងនឹងហើយឯងជាកូនអ្នកបំផ្លាញគ្រួសារល្មមហើយខ្ញុំនឹងប្រកួតជាមួយឯងលូកាឯងជាកូនកំផែងខ្ញុំមិនខ្លាចឯងទេឲ្យគាត់ទៅឌីឡិនឈប់អោព្រះហេតុអ្វីបានជាឯងធ្វើបែបនេះតាឌីឡិនហេនរីនេះជារបៀបដែលវីននីចិញ្ចឹមកូនប្រុសគាត់ឬមើលគាត់រករឿងគេអ្វីដែលធ្វើឲ្យឯងគិតថាឯងចិញ្ចឹមឌីឡិនបានល្អអ្វីដែលធ្វើឲ្យអ្នកគិតថាអ្នកចិញ្ចឹមឌីឡែនបានល្អអញ្ចឹងនោះមិនមែនជាអ្វីដែលខ្ញុំចង់និយាយទេទុកវាចុះយើងទាំងអស់គ្នាដឹងថាកូនប្រុសរបស់អ្នកយ៉ាងម៉េចខ្ញុំភ្នាល់ថាការប្រជុំគ្រូឪពុកម្ដាយពិតជាអស្ចារ្យមែនម៉ាក់អ្នកបានទៅយកអាហារសម្រាប់លូកាផងដែរឬប្រកាសជាខ្ញុំទៅខ្ញុំមិនអនុញ្ញាតឲ្យលូកាមើលដោយឃ្លានទេខណៈដែលអ្នកឲ្យអាហាររបស់គាត់ទៅឌីឡែនលូកាប្រាប់ម៉ាក់មើលថាមានរឿងអីហេតុអ្វីបានជាឆ្លោះគ្នាគាត់ហៅម្ដាយឯងថាអ្នកបំបែកគ្រួសារម្ដាយរបស់គាត់ទេដែលលួចប៉ាពីយើងគាត់គ្មានសិទ្ធិនិយាយបែបនេះទេលូកាឯងភ្លេចអ្វីដែលម៉ាក់និយាយហើយឬមិនចាំបាច់ប្រកែកជាមួយឆ្កែព្រុសទេអ្នកឯងថាអ្នកណាជាឆ្កែឆ្កែមានបាបព្រោះសើខ្លាំងជាងគេឯងអាក្រក់ណាស់វីននីមើលកូនតែអ្នកចិញ្ចឹមមកបើខ្ញុំមិនបានលួចស្ដាប់ការសន្ទនារបស់អ្នកជាមួយគូស្នេហ៍អ្នកខ្ញុំឆ្ងល់ថាតើយូរប៉ុន្មានតែអ្នកគ្រោងនឹងធ្វើជាមនុស្សសុចរិតទៀតជប់និយាយរឿងឥតប្រយោជន៍ទៅបើមិនអញ្ចឹងទេខ្ញុំនឹងមិនបង្ហាញក្តីមេត្តាទោះបីហេនរីនៅទីនេះក៏ដោយតើអ្វីទៅដែលអ្នកថាឥតប្រយោជន៍ខ្ញុំបាននឹងអ្នកនិយាយទូរស័ព្ទពេលនេះទេលូកាមិនអីទេគាត់នឹងធូរស្រាលក្រោយពេលសម្រាកគាត់នឹងសប្បាយចិត្តខ្លាំងពេលឃើញឪពុកថ្មីរបស់គាត់វិញនេះអ្នកកំពុងក្បត់ខ្ញុំឬអ្នកកំពុងបោកប្រាស់ខ្ញុំមែនទេដូច្នេះបើខ្ញុំធ្វើអីអ្នកកំពុងចិញ្ចឹមកូនអ្នកដទៃហេតុអ្វីបានជាអ្នកដទៃមិនអាចធ្វើជាឪពុកលូសាអ្នកទាំងពីរមិនទាន់លែងលះគ្នានៅឡើយទេតើនោះមិនមែនគ្រាន់តែជាការក្បត់ចិត្តផ្ទាល់អូសូមទៅអ្នកទាំងពីរជាអ្នកកំពុងមានទំនាក់ទំនងតើអ្នកពិតជាកំពុងស្នេហាអ្នកផ្សេងខ្ញុំភ្នាល់ថានាងបានធ្វើវាតាំងពីដើមមកលូសាមិនសូម្បីតែមើលទៅដូចអ្នក5ឆ្នាំនោះហើយជារយៈពេលអ្នកបានធ្វើប្រហែសទាំងលូសានិងខ្ញុំតើអ្នកមានសិទ្ធិអ្វីដែលរំពឹងឲ្យខ្ញុំនៅស្មោះត្រង់នឹងអ្នកហេនរីអ្នកមិនដែលចូលចិត្តលូសាទេប្រហែលគាត់មិនមែនសូម្បីតែកូនប្រុសបង្កើតរបស់អ្នកនោះហើយជាមូលហេតុដែលគ្មានចំណងរវាងអ្នកទាំងពីរតើអ្នកកំពុងធ្វើអ្វីឈប់មកចិត្តលូខាអ្នកចង់ទៅជាមួយម៉ាក់ខ្លាំងមែនទេគ្រាន់តែធ្វើតាមអ្វីដែលខ្ញុំប្រាប់ហើយខ្ញុំនឹងឲ្យអ្នកទៅតើខ្ញុំត្រូវធ្វើអ្វីខ្លះអ្នកនឹងដឹងបន្តិចទៀតតើអ្នកកំពុងធ្វើអ្វីហេនរីអ្នកឈួតហើយដាក់គាត់ចុះឥឡូវនេះគ្រូពេទ្យប្រញាប់ទាញឈាមគាត់ខ្ញុំចង់ធ្វើទស្សនាឥឡូវនេះខ្ញុំខ្លាចចំចូលប្រញាប់ឡើងម៉ាក់ជួយខ្ញុំផងខ្ញុំខ្លាចចំចូលឈប់រើព្រះជាម្ចាស់សូមកុំឲ្យគាត់ជាកូនបង្កើតរបស់ហេនរីខ្ញុំគួរតែជាប្រពន្ធរបស់ហេនរីតាំងពីដំបូងឈប់ចេញទៅហេនរីអញឈួតហើយម៉ាក់ខ្ញុំខ្លាចចំចូលគ្រាន់តែទេដណាទេហេតុអ្វីបានជាឯងតានតឹងម្លេះគាត់មិនមែនជាកូនខ្ញុំទេមែនទេតើវាសំខាន់ទេឯងមិនដែលខ្វល់ពីគាត់ទេគ្មានហេតុផលឲ្យខ្ញុំចិញ្ចឹមគាត់បើគាត់មិនមែនជាកូនខ្ញុំទេទីឡែនមិនមែនជាកូនបង្កើតរបស់ឯងទេតើឯងមិនបានចិញ្ចឹមគាត់អស់ប៉ុន្មានឆ្នាំនេះទេហេនរីជប់បញ្ឆោតខ្លួនឯងទៅលូកាមិនមែនជាបញ្ហាទេគឺខ្ញុំគ្រប់គ្រាន់ហើយមិនថាឯងនិយាយយ៉ាងណាទេខ្ញុំចង់ឲ្យធ្វើតែនៅថ្ងៃនេះឯងមិនហ៊ានធ្វើទេមែនទេល្អខ្ញុំនឹងធ្វើដោយខ្លួនឯងឯងធ្វើអីនេះឯងឈួតហើយឬខ្ញុំកំពុងហូរឈាមម៉ាក់ខ្ញុំលែងចង់បានប៉ាទៀតហើយតោះចេញពីទីនេះយើង
យើងមិនទាន់អាចចាក់ចេញបានទេ ម៉ាក់ហេតុអ្វីបានជាម៉ាក់ស្ទាក់ស្ទើរតើអ្នកគិតថាខ្ញុំនឹងលះបង់ការធ្វើតេស្តប្រសិនបើអ្នកសម្រេចចិត្តនៅដូណានិយាយត្រូវអ្នកគ្រាន់តែព្យាយាមធ្វើឲ្យខ្ញុំចិញ្ចឹមកូនអ្នកដទៃល្អណាស់វិញនេះល្អណាស់ Henry អ្នកមិនបានធ្វើអ្វីសម្រាប់គាត់ទេ លោកកូនខ្ញុំទទួលបានពិន្ទុពេញលោកកូន លូកាមានរឿងអីតើមានរឿងអ្វីកើតឡើងតើអ្នកឆ្លោះគ្នាមែនទេ ក្មេងធំខ្លះមកជិះជាន់ខ្ញុំពេលកំពុងលេងបាល់ទាត់ខ្ញុំមិនអាចទប់ទល់ពួកគេបានទេ មិនអីទេអ្នកនៅក្មេងនៅឡើយទេអនាគតអ្នកនឹងល្អ គ្រប់គ្រាន់ហើយបរិសធំម្នាក់យំដូចកូនក្មេងគួរឲ្យអាម៉ាស់ណាស់វារំខានណាស់ អ្នកមិនដែលយកចិត្តទុកដាក់ចំពោះគាត់តាំងពីគាត់កើតមកហើយឥឡូវនេះអ្នកមានមុខមកនិយាយថាខ្ញុំព្យាយាមបញ្ឆោតអ្នកឲ្យចិញ្ចឹមគាត់ ហេ នាងច្បាស់ជាព្យាយាមកំចាត់វាហើយកុំចាត់វាតើអ្នកមិនមែនជាអ្នកទូចឲ្យធ្វើតេស្តទេអញ្ចឹងក៏បានខ្ញុំនឹងអនុញ្ញាតឲ្យអ្នកធ្វើវាយើងមិនចាក់ចេញទៀតទេសូមធ្វើតេស្តឲ្យលឿនខ្ញុំត្រូវការលទ្ធផលថ្ងៃនេះ ធ្វើអី Henry មើលម៉ោងផងមិនយូរទេមុនពេលការពិតចេញមក Henry នេះអាក្រក់ណាស់មនុស្សមួយក្រុមបានមកដល់ដោយឡានជាច្រើនត្រង់ផ្លូវចូលហាក់ដូចជាពួកគេមកសងសឹក អី ពួកគេកំពុងសួរអំពីទីតាំងរបស់អ្នកតើវាអាចជាស៊ីននិង Thomas ខ្ញុំត្រូវទៅយកពួកគេ អ្នកទៅណា អ្នកគួរតែមើលស្រីកំណាន់និងកូនរបស់អ្នក អ្នកមិនទៅណាទេមុនពេលលទ្ធផលចេញ អ្នកណាថាអ្នកមិនមែនជាម្ចាស់មន្ទីរពេទ្យទេ ខ្ញុំនឹងទិញវាឥឡូវនេះអ្នកនៅទីនេះបានហើយ ខ្ញុំភ្នាល់ថានាងកំពុងព្យាយាមរត់ឥឡូវនេះក្រែងអ្នកហែកនាងជាដុំពេលការពិតចេញមកខ្ញុំព្រមានអ្នកលេង អ្នកអាក្រក់លេងនាងកុំជ្រៀតជ្រែកនេះជារឿងរវាងមនុស្សពេញវ័យរើចេញអ្នកអាក្រក់រងចាំរហូតដល់ឪពុកខ្ញុំមកដល់ពួកគេនឹងធ្វើឲ្យអ្នកសងពិតមាត់បើខ្ញុំមើលអ្នកនិយាយម្ដងទៀតខ្ញុំនឹងបោះអ្នកចេញអ្នកណាហ៊ានរញ៉េញ៉ៃជាមួយលូខាអ្នកជានរណាវិញនេះគាត់ជាអ្នកក្បត់ដែលអ្នករកឃើញមែនទេពូកែណាស់អ្នកពិតជាក្បត់ជាមួយបរិសពីរនាក់មែន មនុស្សឈួត អ្នក Henry ត្រូវហើយខ្ញុំគឺ Henry អ្នកជានរណានាងចំណាយប៉ុន្មានឲ្យអ្នកចេះស្ដាប់ណាស់ចុះហត្ថលេខាហើយអ្នកនឹងរស់ហេតុអ្វីខ្ញុំត្រូវមិនថាខ្ញុំ Henry នឹងលេងលេះឬអត់មិនមែនជារឿងរបស់អ្នកទេអ្នកជានរណានឹងលើសពីនេះទៅទៀតមុនពេលលទ្ធផលដណាចេញមកកូននេះអ្នកមិនអាចយកគាត់ទៅបានទេបើអ្នកមិនព្រមចុះហត្ថលេខាទេមានគេផ្សេងនឹងជួយអ្នកកំពុងធ្វើអីវិញនេះមិនអាក្រក់ទេអ្នកពិតជាជួលក្មេងទំនើងមកដោះស្រាយខ្ញុំគ្មានពេលសម្រាប់រឿងនេះទេធ្វើឲ្យគាត់ដាក់ស្នាមម្រាមដៃហើយឲ្យគាត់ភ្លក់ពីអារម្មណ៍នៃការត្រូវចាក់វិញនេះកុំទៅឆ្ងាយពេកគិតថាខ្ញុំមិនហៅប៉ូលីសទេខ្ញុំមិនជឿអ្នកក្បត់ហ៊ានក្រអឺតក្រទុំអ្នកជាស្រីកំណានមិនប្រសើរជាងខ្ញុំទេហើយអ្នកកំពុងធ្វើអីថយក្រោយ
ទេ You, a mistress, are no better than me. Hey, what are you doing? Stay back. No. Getting pricked hurts. Luca, have you forgotten what he just did? But he's still my dad. Luca. Shut up. He is no longer your son. You have no right to call him that. That's right. We are Luca's new dads now. Could Luca really not be my biological son? Why do I have the feeling in my heart that tells me he is my biological flesh and blood? The results are out. លទ្ធផល test ចេញមកហើយយោងតាមលទ្ធផលទំនាក់ទំនងឪពុកកូនគឺ 99.99% ពួកគេពិតជាឪពុកកូនគ្នាមែនអ្នកអីទេមានអារម្មណ៍យ៉ាងណាចំពោះការត្រូវគេលេងតើអ្នកស្ដាយទេ យោពូខ្ញុំនឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងលែងលះ បើអញ្ចឹងអ្នកណានឹងទទួលសិទ្ធិថែទាំកូនប្រុសយើង វិញនេះគុំប្រកាន់សំណាងការឲ្យអ្នកមានសេរីភាពគឺជាការសម្របសម្រួលធំបំផុតដែលខ្ញុំអាចធ្វើបានឥឡូវអ្នកចង់យកសិទ្ធិថែទាំកូនប្រុសយើងពីខ្ញុំសូមប្រាប់អ្នកវាមិនអាចទៅរួចទេប៉ាឈប់រំខានម៉ាក់ទៅគ្រាន់តែរស់នៅឲ្យសុខសប្បាយជាមួយឌីឡាននិងអ្នកដទៃអ្នកក៏ចូលចិត្តពួកគេដែរឌីឡានជាកូនបង្កើតរបស់អ្នកលូកាខ្ញុំជាអ្នកខុសពីមុនខ្ញុំដឹងរឿងនោះហើយខ្ញុំមិនយុត្តិធម៌ចំពោះអ្នកទាំងពីរប៉ុន្តែឥឡូវនេះខ្ញុំដឹងពីកំហុសរបស់ខ្ញុំសូមកុំទៅបានទេកុំចាក់ចេញពីខ្ញុំបានទេប៉ុន្តែខ្ញុំបានឲ្យអ្នកឱកាសច្រើនណាស់ហើយនោះមិនយុត្តិធម៌ចំពោះម៉ាក់ទេវិញនេះមើលពីរបៀបដែលអ្នកបានបង្រៀនកូនប្រុសខ្ញុំ តើគាត់ជាកូនអ្នកឌីឡានជាអ្នកដែលជាកូនពិតប្រាកដរបស់អ្នកវីននីឈប់ធ្វើជាអ្នករងគ្រោះទៅខ្ញុំប្រាប់អ្នកខ្ញុំបានហៅប៉ូលីសហើយបើអ្នកនៅតែគំរាមយើងត្រៀមខ្លួនចូលគុកវាច្បាស់ណាស់ថាអ្នកជាអ្នកក្បត់ជាមួយប្រុសពីរអ្នកមុនគេហ៊ានចោទប្រកាន់ហេនរីអ្នកគិតថាអ្នកគ្មានទោសអ្នកជាអ្នកស្រុកបានរៀបការជាមួយហេនរីអ្នកគួរតែរាប់ខ្លួនឯងថាសំណាងប៉ុន្តែអ្នកនៅតែមិនពេញចិត្តខ្វល់ពីរឿងនេះរឿងនោះតើអ្នកមានសិទ្ធិអ្វីអ្នកណាប្រាប់អ្នកថានាងមកពីស្រុកតើអ្នកមិនបាននិយាយរឿងនោះដោយខ្លួនឯងពីមុនអ្នកបាននិយាយថាអ្នកមកពីស្រុកហើយគ្រួសារអ្នកទាំងអស់នៅទីនោះស្រុកប្រសិនបើកស្ថានរបស់អូស្ម៉ូត្រូវបានចាត់ទុកជាជនបទខ្ញុំគិតថាអ្នកនិយាយត្រូវការស្ថានរបស់អូស្ម៉ូវិញនេះតើអ្នកកំពុងធ្វើអីទុកវាចោលខ្ញុំមិនចង់ខាតពេលនិយាយជាមួយគាត់ទៅខ្ញុំធានាក្នុងរយៈពេល3ថ្ងៃអ្នកនឹងចាប់ផ្ដើមមករកខ្ញុំជាមួយកិច្ចព្រមព្រៀងផ្ទេរសិទ្ធិថែទាំបន្តសុបិនទៅចូលឡានវ៉ូពិតជាលយវាជារបស់អ្នកទាំងអស់យើងកំពុងរៀបចំដើម្បីចាប់ផ្ដើមការទិញយកក្រុមហ៊ុនរបស់មនុស្សអាក្រក់នោះគាត់នឹងខ្សែឆាប់ពេលនោះការទទួលសិទ្ធិថែទាំលូខានឹងងាយស្រួលដូចកាត់នំនោះមិនមែនជាអ្វីដែលខ្ញុំព្រួយបារម្ភទេខ្ញុំខ្លាចថាលូខាខ្ញុំខ្លាចថាគាត់មិនអាចបោះបង់ឪពុករបស់គាត់បានទេតំណែងរបស់ប្រពន្ធសៀវទីបំផុតជារបស់ខ្ញុំហើយទីឡានចាប់ពីថ្ងៃនេះទៅយើងទាំងពីរនាក់នឹងរស់នៅក្នុងជីវិតដ៏ប្រសើរជីទីបំផុតយើងនឹងមានជីវិតល្អអស្ចារ្យមែនអស្ចារ្យណាស់ខ្ញុំសប្បាយចិត្តណាស់នេះពិតជាអស្ចារ្យរសជាតិនេះអាក្រក់ណាស់ធ្វើមួយពេញទៀតឲ្យខ្ញុំនៅមានការងារត្រូវធ្វើទៀតលើសពីនេះទៅទៀតអ្នកគ្រាន់តែជាជំនួយការសៀវប៉ុណ្ណោះការធ្វើកាហ្វេគឺជាការងាររបស់អ្នកហ៊ានអីខ្ញុំហៀបនឹងរៀបការជាមួយលោកកូនបើអ្នកប្រមាថខ្ញុំអ្នកប្រហែលជាត្រូវឈប់ពីពេលនេះទៅអញ្ចឹងទៅខ្ញុំនឹងទៅភ្លាម
Hey ឈប់នៅទីនោះឯកសារនៅទីនេះមិនអាចប៉ះពាល់ដល់ញីទេដោះដៃ ហ៊ានយ៉ាងម៉េចកូនប្រុសខ្ញុំនឹងក្លាយជាវិចិត្រករនាពេលអនាគតគាត់ក៏នឹងទទួលមរតកក្រុមហ៊ុនរបស់ Henry តើវាតាក់ទងនឹងអ្នកទេ ចាំមើលពេលប៉ាខ្ញុំមកដល់អ្នកចប់ហើយអ្នកតើអ្នកនិយាយអ្វីលោកកូដក្រុមហ៊ុនបរទេសអាចកំបាំងមួយកំពុងដេញតាមក្រុមហ៊ុនភ្លាមតើខ្ញុំគួរធ្វើអ្វីប្រសិនបើវាបន្តបែបនេះរយៈពេល3ថ្ងៃក្រុមហ៊ុនកូដនឹងខ្សែធន យើងត្រូវការមូលនិធិភ្លាមរកដំណោះស្រាយឲ្យលឿន កុំភ័យអីមុននេះខ្ញុំបានចុះហត្ថលេខាកិច្ចសន្យា$1000 លានវាគួរតែជួយយើងឆ្លងផុតរឿងនេះអស្ចារ្យក្រុមហ៊ុនត្រូវបានសង្គ្រោះហួយល្អណាស់ដែលយើងមានកិច្ចសន្យានេះបើមិនដូច្នេះទេផលវិបាកនឹងធ្ងន់ធ្ងរ ដូណាទៅយកកិច្ចសន្យាភ្លាមបាទខ្ញុំនឹងទៅឥឡូវនេះ វានៅលើតុកាហ្វេក្នុងការិយាល័យរបស់ខ្ញុំ យកព្រមទីឡានវាអស់សង្ឃឹមហើយអស់សង្ឃឹមតើយើងគួរធ្វើអ្វី ហេតុអ្វីបានជីដននៅមិនទាន់មកដល់វាគ្រាន់តែជាកិច្ចសន្យាមួយប៉ុណ្ណោះហេតុអ្វីបានជីនាងចំណាយពេលយូរម្ល៉េះ កាលពីពេល Miss Smith នៅទីនេះអ្វីត្រូវបានរៀបចំទុកជាមុន John នៅគ្រាន់តែជាការបង្ហាញមុខប៉ុណ្ណោះមានតែរូបរាងគ្មានសមត្ថភាព មានរឿងអីទៅចោលខ្ញុំលែងចាំទៀតហើយខ្ញុំនឹងយកវាដោយខ្លួនឯងដនណាហេតុអ្វីបានជីយកកិច្ចសន្យាមកយូរម្ល៉េះហេតុអ្វីរត់យឺតប្រញាប់យកកិច្ចសន្យាមក តើអ្នកកំពុងរងចាំអ្វីទៀតយើងចិត្តបាត់បង់វានៅទីនេះហើយក ុំប្រាប់ខ្ញុំថាតើវាអាចជាអ្នកអ្នកណាធ្វើរឿងនេះអ្នកណាធ្វើរឿងនេះតើអ្នកណាធ្វើរឿងនេះតើអ្នកណាធ្វើវាឌីឡាតើវាជាអ្នកមែនទេប៉ារូបគូរបស់ខ្ញុំមើលទៅល្អទេម៉ាក់ថាថ្ងៃណាមួយខ្ញុំអាចក្លាយជាវិចិត្រករអ្នកដូណាមើលទៅរបៀបដែលអ្នកបានបង្រៀនកូនប្រុសរបស់អ្នក ខ្ញុំមិនដែលរំពឹងថាគាត់នឹងគូលើកិច្ចសន្យានេះរហូតដល់កម្រិតនេះ អ្នកមិនដឹងទេកូនប្រុសរបស់អ្នកកំពុងលេងញញៃនៅក្នុងការិយាល័យនាយកប្រតិបត្តិហើយអ្នកញឹមគ្រប់ពេលអ្នកចិត្តនឹងអបអរហើយតើអ្នកមិនបាននិយាយថាថ្ងៃណាមួយគាត់នឹងទទួលមរតកក្រុមហ៊ុនរបស់លោកកូដបើគាត់ឥឡូវនេះគាត់កំពុងដើរលើផ្លូវដើម្បីបំផ្លាញក្រុមហ៊ុនអ្នកនឹងទទួលមរតកបំណុលរបស់វាដូច្នេះវាជាអ្នកដែលញុះញង់គាត់ឲ្យធ្វើរឿងនេះតើអ្នកកំពុងរៀបចំផែនការអ្វី តើស្ត្រីដូចអ្នកអាចធ្វើជាជំនួយការនាយកប្រតិបត្តិចេញទៅ តើអ្នកហ៊ានស្ដីបន្ទោសសម្ដេចខ្ញុំនឹងប្រាប់ប៉ាឲ្យបណ្ដេញអ្នកទាំងអស់គ្នានេះមិនមែនជាកន្លែងសម្រាប់ការផ្ទុះកំហឹងរបស់អ្នកទេទៅធ្វើសម្លេងនៅកន្លែងផ្សេង លោក Winston តើអ្នកហ៊ាននិយាយជាមួយកូនប្រុសខ្ញុំបែបនេះគាត់គ្រាន់តែជាក្មេងតើគាត់ដឹងអ្វី គាត់បានធ្វើឲ្យខូចកិច្ចសន្យាសំខាន់មួយសម្រាប់ក្រុមហ៊ុនហើយអ្នកនៅតែនិយាយថាគាត់ជាក្មេងទេ ពិតប្រាកដណាស់ហេតុអ្វីបានជាអ្នកនាំក្មេងមកទីនេះនេះមិនមែនជាកន្លែងសម្រាប់អ្នកឲ្យគាត់ខូចនោះទេចេញទៅ ពេលដែល Winnie នៅទីនេះពីមុនរឿងនេះមិនដែលកើតឡើងទេតើលោកកូដរកអ្នកដែលគួរឲ្យអស់សំណើចបែបនេះមកពីណា បន្ថយសំឡេងរបស់អ្នកចុះនាងជាស្នេហាដំបូងរបស់លោកកូដនឹងហើយ Henry អ្នកត្រូវតែក្រោកឈរការពារពួកយើងពួកគេកំពុងសង្កត់សង្កិនស្ត្រីមេម៉ាយនិងកូនកំព្រា តើអ្នកចង់បានអ្វីទៀត ខ្ញុំចង់ឲ្យអ្នកបណ្ដេញចេញពួកគេទាំងអស់គ្នា អ្នកមិនចាំបាច់បណ្ដេញខ្ញុំទេខ្ញុំមិនចង់បន្តដូចនេះទេឃើញអ្នករាល់ថ្ងៃវាជាសំណាងអាក្រក់អ្នកបង្កបញ្ហាធំមួយនិងអ្នកបង្កបញ្ហាតូចមួយ Henry អ្នកឲ្យស្ត្រីចៃដន្យម្នាក់បញ្ជាមនុស្សក្នុងក្រុមហ៊ុនផ្ដល់ការពន្យល់ដល់ពួកយើង បើអ្នកមិនពន្យល់រឿងនេះទេយើងនឹងដកការវិនិយោគរបស់យើង បាទដកការវិនិយោគដកវាចេញ ក្រអឺតក្រទុំណាស់ អ្នកអញហើយដែលក្រអឺតក្រទុំ
Henry អ្នកពិតជាវាខ្ញុំមែននៅចំពោះមុខមនុស្សច្រើនណាស់ តើអ្នកដឹងទេអ្នកបានបង្រៀនកូនប្រុសរបស់អ្នកឲ្យខ្លាចជាអ្នកមិនគោរពច្បាប់ទេវាជាកំហុសរបស់ខ្ញុំបានបំផ្លាញកូនប្រុសរបស់អ្នកកូនក្រៅច្បាប់ដែលមិនមែនជារបស់ខ្ញុំសូម្បីតែមិនមែនជារបស់ខ្ញុំហើយឲ្យគាត់ខ្លាចជាអំនួតនៅទីបំផុតខ្ញុំបានបំផ្លាញក្រុមហ៊ុនផ្ទាល់ខ្លួនរបស់ខ្ញុំសំនឹងទទួលវាខ្ញុំបានធ្វេសប្រហែសកូនប្រុសបង្កើតរបស់ខ្ញុំហើយបានបំផ្លាញកូនអ្នកដទៃខ្ញុំពិតជាគ្មានតម្លៃមែនខ្ញុំគួរឲ្យអាណិតណាស់ តើវាពិតជាធ្ងន់ធ្ងរមែនទេគាត់គ្រាន់តែជាក្មេងតូចម្នាក់តើគាត់អាចធ្វើកំហុសធំប៉ុណ្ណា កំហុសធំប៉ុណ្ណាតើអ្នកដឹងទេថាតើការខាតបង់ប៉ុន្មានគាត់បានបង្កឲ្យក្រុមហ៊ុនប៉ុន្មានមិនច្រើនទេប្រហែលតែ$1000 លានប៉ុណ្ណោះ ច្រើនម្ល៉េះឥឡូវយើងគួរធ្វើអ្វី Henry ទីឡានមិនមានចេតនាធ្វើវាទេខ្ញុំនឹងដាក់ទោសគាត់ឥឡូវនេះធ្វើម៉េចក្មេងនេះអាចរឹងរូសម្ល៉េះឲ្យអ្នកគូវាស្វែវរឹងរូណាស់ តើអ្នកមិនបាននិយាយទេថាគំនូររបស់ខ្ញុំល្អឈប់បើអ្នកចង់វាគាត់ចេញទៅចាប់ពីថ្ងៃនេះទៅអ្នកទាំងពីរមិនត្រូវបានអនុញ្ញាតឲ្យចូលក្នុងក្រុមហ៊ុន Golden Henry តើអ្នកមានន័យយ៉ាងណាចំពោះរឿងនេះ Henry តើអ្នកមានន័យថាម៉េច អ្នកត្រូវបានបណ្តេញចេញខ្ញុំមិនចង់ឃើញអ្នកទៀតទេ Henry ចេញទៅឲ្យលឿនយកអ្នកស្រីស្មេកមកវិញនាងអាចសង្គ្រោះក្រុមហ៊ុនបានត្រូវហើយអ្នកស្រីស្មេកមិនត្រឹមតែពូកែចិញ្ចឹមកូនទេប៉ុន្តែសមត្ថភាពការងាររបស់នាងក៏ប្រសើរជាងអ្នកដែរបាទនាងបង្រៀនលូកាបានល្អណាស់ម្ដាយបែបនេះអាចអាក្រក់ជាងនេះទៅទៀត ហេតុអីវិននេះធ្វើបានតែខ្ញុំធ្វើមិនបានឈប់មើលងាយគេទៅក្នុងរយៈពេល3ថ្ងៃខ្ញុំនឹងជួយក្រុមហ៊ុនទទួលបានកិច្ចសន្យាធំជាងនេះទៀតទីឡានទៅ លូកាធ្លាប់ចង់គូររូបខ្ញុំប៉ុន្តែខ្ញុំបដិសេធប៉ុន្តែពេលនេះខ្ញុំទុកឲ្យកូនអ្នកដទៃគូញ៉ៃលើកិច្ចសន្យាដ៏សំខាន់នេះជាតម្លៃដែលខ្ញុំបានចំណាយសម្រាប់ការធ្វើឲ្យលូកាឈឺចិត្តព័ត៌មានរបស់អ្នកគួរឲ្យទុកចិត្តទេតើអ្នកប្រកាសទេថាពិធីជប់លៀងថ្ងៃនេះគឺរៀបចំដោយគ្រួសារស្មេកដែលលាក់កំបាំង គ្មានកំហុសទេគ្រួសារទាំងមូលរបស់ពួកគេបានរស់នៅបរទេសជាច្រើនឆ្នាំហើយពួកគេត្រឡប់មកវិញលើកនេះដើម្បីអបអរថ្ងៃកំណើតរបស់ក្មួយប្រុសពួកគេ សង្ឃឹមថាថ្ងៃនេះគ្រួសារស្មេកនឹងទទួលស្គាល់យើងបន្ទាប់មកធ្វើឲ្យក្រុមហ៊ុនខ្ញុំរស់ឡើងវិញហើយឡើងទៅកាន់ភាពជោគជ័យឌីឡានអញធ្វើអីអញទាត់បើខ្ញុំទៅឆ្ងាយហើយលូកាអញមកធ្វើអីនៅទីនេះអាក្រក់ណាស់ហេតុអីក៏ជាអ្នកម្ដងទៀតនេះជាផ្ទះរបស់ខ្ញុំបើខ្ញុំអត់នៅទីនេះតើខ្ញុំទៅណាតែអញលូនចេញពីណាមកអញមិនត្រូវមកទីនេះទេក្មេងឆ្លើយចេញទៅឆ្ងាយផ្ទះឯងយ៉ាងម៉េចម៉ាក់ឯងធ្វើមេផ្ទះនៅទីនេះឬហេតុអីកូនអ្នកបំរុលក្រអឺតក្រទុំលេះគ្រប់គ្រាន់ហើយលូកាមកនេះថ្ងៃនេះសំខាន់ណាស់សម្លៀកបំពាក់ខ្ញុំមិនងាយជ្រួញទេលោកគូតើលោកមកធ្វើអីនៅទីនេះលូកាអញហៅខ្ញុំថាម៉េចអញគួរហៅខ្ញុំថាប៉ាអញទៅជាប៉ារបស់ក្មេងម្នាក់ទៀតហើយខ្ញុំមិនហៅឯងថាប៉ាទៀតទេម៉ាក់នឹងខ្ញុំមិនអីទេនេះជាអ្វីដែលម៉ាក់ឯងបង្រៀនឯងមែនទេខ្ញុំដឹងហើយពេលខ្ញុំមិននៅគាត់មិនបង្រៀនឯងបានល្អទេខ្ញុំមិនទទួលកំហុសនេះទេម៉ាក់វិញនេះអញហ៊ានមកទីនេះមើលទៅថាឯងបានបង្រៀនកូនខ្ញុំនេះជាផ្ទះរបស់ខ្ញុំហេតុអ្វីខ្ញុំមកទីនេះមិនបានខ្ញុំក៏ចង់សួរដែរតើអ្នកទាំងអស់គ្នាចូលមកទីនេះដោយរបៀបណាអ្នកមិនត្រូវបានស្វាគមន៍សម្រាប់ពិធីបែបនេះទេអញ្ចឹងតើអ្នកចូលមកដោយរបៀបណាឲ្យខ្ញុំទាយអ្នកមកទីនេះធ្វើជាអ្នកបម្រើឬមកពីអ្នកកំពុងតែជាប់នឹងក្រុមក្មេងទំនើង2នាក់នោះទើបអ្នកអាចដួសចូលមកបានម៉ាក់ខ្ញុំជាម្ចាស់ផ្ទះអ្នកស្រីកុំនិយាយរឿងឥតប្រយោជន៍ប្រញាប់ចេញទៅឯងនិយាយអីកូនក្មេងព្រានគ្មានសុជីវធម៌នៅស្ងៀមខ្ញុំមិនអនុញ្ញាតឲ្យនរណាមកប្រមាថកូនខ្ញុំទេវីននីឯងហ៊ានវាយខ្ញុំអ្នកដឹងពីឆានៈរបស់ម្ចាស់ផ្ទះនេះទេឯងជាមនុស្សស្រុកហ៊ានវាយខ្ញុំនៅក្នុងពិធីបែបនេះអញ្ចឹងខ្ញុំវាយឯងទៅអីតើខ្ញុំត្រូវវាយឯងតែនៅកន្លែងខ្លះថ្ងៃនេះជាថ្ងៃកំណើតកូនប្រុសខ្ញុំពិធីជប់លៀងខ្ញុំមិនអនុញ្ញាតឲ្យអ្នកវង្វេងណាម្នាក់មកបង្កបញ្ហាទេនរណាម្នាក់អ្នកកំពុងធ្វើអីបោះនាងចេញរួមជាមួយគំនោសម្រាមនេះឈប់វិញនេះតើអ្វីឲ្យឯងគិតថាឯងខ្លាំងទោះបីឯងមានមិត្តប្រុសមានអំណាច2នាក់វាមិនឲ្យសិទ្ធឯងមកបញ្ជានៅទីនេះទេព្រោះតែខ្ញុំជាម្ចាស់នៅទីនេះ
អ្នកក៏តេមិនទាន់ហើយឯងថាឯងជាមនុស្សស្រុកនៅចំពោះមុខប៉ុន្តែគេនិយាយពីក្រោយខ្នងកុំគិតថាយើងល្ងង វិញនេះយើងបានរៀបការអស់រយៈពេល7ឆ្នាំឯងគិតថាវាសប្បាយទេដែលបន្តរបៀបនេះហឺម៉ាក់ខ្ញុំជាម្ចាស់ផ្ទះមិនជឿខ្ញុំមើលហើយអ្វីបានជារូបថតរបស់អ្នកលេចឡើងនៅទីនេះ ទេនេះមិនអាចទៅរួចទេនាងគ្រាន់តែជាអ្នកស្រុកក្រៅម្នាក់វិញនេះខ្ញុំសូមណែនាំអ្នកឲ្យដករូបថតចេញឲ្យលឿនមុនពេលមនុស្សដឹងបើមិនដូច្នោះទេអ្នកនិងកូនប្រុសរបស់អ្នកនឹងត្រូវបណ្តេញចេញ អ្នកដែលគួរត្រូវបណ្តេញចេញគឺអ្នកទេអ្នកគឺជានោះគឺលោក Smith មកពីគ្រួសារអ្នកមានបំផុតនៅ Joyville អ្នកមិនដឹងថាពួកគេជានរណាទេតែហ៊ានចូលរួមព្រឹត្តិការណ៍នេះ ពិតមែនថ្ងៃនេះជាពិធីបុណ្យសម្រាប់ថ្ងៃកំណើតក្មួយប្រុសរបស់ពួកគេ ដូច្នេះវេនីត្រូវតែជានាងគឺជាបងស្រីរបស់យើងនិងជាប្រពន្ធដែលអ្នកមើលងាយអស់រយៈពេល7ឆ្នាំ ទេមិនអាចទេអ្នករាល់គ្នានៅក្នុងក្រុមហ៊ុននិយាយថាគ្រួសារនាងមកពីជនបទត្រឹមត្រូវក៏ស្ថានរាប់ម៉ឺនរបស់អស្មូសុទ្ធតែជារបស់គ្រួសារយើងនោះក៏រាប់ជាជនបទដែរ ដូច្នេះហេតុអ្វីបានជាអ្នករៀបការជាមួយខ្ញុំកាលពីពេលនោះ តើអ្នកគិតយ៉ាងណាខ្ញុំមានផ្ទៃពោះខ្ញុំគិតថាការរៀបការជាមួយឪពុកកូនខ្ញុំនឹងនាំមកនូវសុភមង្គលប៉ុន្តែលទ្ធផលគឺថាវាជាកំហុសដ៏ធំមួយ ខ្ញុំគិតថាអ្នកចូលទៅចិត្តខ្ញុំគ្រាន់តែដើម្បីលុយខ្ញុំប៉ុណ្ណោះ ដើម្បីលុយ Henry ក្នុងរយៈពេលដែលយើងរៀបការគ្នាតើខ្ញុំធ្លាប់សុំលុយអ្នក1សេនទេរាល់ប្រាក់ដុល្លារដែលលឺសារនឹងខ្ញុំចំណាយគឺជារបស់ខ្ញុំផ្ទាល់ Henry ទោះបីជាអ្នកគ្មានចិត្តក្តីអ្នកគួរតែមានអារម្មណ៍រំជួលចិត្តណាមួយតើអ្នកគ្មានបេះដូងទេអូចាំអ្នកមានមួយប៉ុន្តែអ្នកបានឲ្យវាទៅអ្នកអតីប្រាប់ខ្ញុំមកតើអ្នកចង់បានអ្វីដោយការមកទីនេះថ្ងៃនេះអ្នកមកសុំជួយពីគ្រួសារ Smith ដ៏ល្បីល្បាញដើម្បីសង្គ្រោះក្រុមហ៊ុនរបស់អ្នកមែនទេប៉ុន្តែអ្នកចាំទេថាថ្ងៃនេះជាថ្ងៃកំណើតទី7របស់ Luca អ្នកមិនចាំទេអ្នកថែមទាំងយកអំណោយមកដើម្បីអង្វរអ្នកអតីឲ្យជួយសម្អាតក្រោយពីកូនប្រុសដែលគ្មានប្រយោជន៍របស់អ្នកប៉ុន្តែហេតុអ្វីអ្នកមិនចាំថាថ្ងៃនេះជាថ្ងៃកំណើតរបស់កូនប្រុសពិតប្រាកដរបស់អ្នកពីព្រោះនៅថ្ងៃដែលខ្ញុំសម្រាលលឺសាអ្នកកំពុងរងចាំឲ្យស្នេហាដែលមិនអាចទទួលបានរបស់អ្នកសម្រាល មានមនុស្សអាក្រក់បែបនេះនៅក្នុងលោក សត្វទឹកឆានអ្នកមិនសមធ្វើជាឪពុកទេ តើអ្នកសមនឹងកូនប្រុសនិងប្រពន្ធរបស់អ្នកទេនៅតែមិនដេញគាត់ចេញកម្មផលនេះជាកម្មផលរបស់ខ្ញុំសូមនឹងទទួលវា អ្នកនឹងឆាប់បាត់បង់អ្វីទាំងអស់អ្នកក៏មិនអាចប្រកួតប្រជែងជាមួយខ្ញុំទៀតបានទេសម្រាប់សិទ្ធិថែទាំ Luca អ្នកនឹងត្រូវមើលដោយអស់សង្ឃឹមនៅពេលខ្ញុំនាំគាត់ទៅ Osmo Luca អ្នកនឹងទៅ Osmo មែនទេពេលណាបន្ទាប់ពីពិធីខួបកំណើតអញ្ចឹងខ្ញុំនឹងចាក់ចេញប៉ា Luca ខ្ញុំអង្វរអ្នកតើអ្នកមិនអាចនៅបានទេខ្ញុំមិនអាចរស់នៅដោយគ្មានអ្នកបានទេសូមនៅទីនេះដរាបណាអ្នកនៅខ្ញុំនឹងធ្វើអ្វីក៏បានតែអ្នកចង់ឲ្យខ្ញុំធ្វើអូខេតែខ្ញុំបានសន្យាជាមួយម៉ាក់រួចហើយខ្ញុំស្បោះខ្ញុំនឹងមិនឲ្យអ្នករងទុក្ខសំបីតែបន្តិចខ្ញុំក៏នឹងមិនដែលរៀបការទៀតទេហើយលះបង់ថែរក្សាអ្នក អី Henry ចុះខ្ញុំវិញអ្នកធ្លាប់និយាយថាអ្នកនឹងទទួលខុសត្រូវចំពោះខ្ញុំ ទៅឲ្យឆ្ងាយឥឡូវនេះក្នុងចិត្តខ្ញុំមានតែកូនប្រុសរបស់ខ្ញុំទេធ្វើអ្វីដែលអ្នកចង់កុំរំខានខ្ញុំ ចុះ Dylan វិញ Dylan ក៏ត្រូវការអ្នកដែរ តើគាត់គ្មានឪពុកបង្កើតទេអ្នករកខុសមនុស្សហើយ Henry អ្នកពិតជាគ្មានមនុស្សធម៌អ្នកធ្លាប់និយាយថាអ្នកនឹងយក Dylan ជាកូនប្រុសរបស់អ្នកហើយប្រព្រឹត្តចំពោះគាត់ដូច្នោះតើអ្នកមិនដឹងទេឥឡូវនេះតើគាត់ប្រព្រឹត្តយ៉ាងណាចំពោះកូនប្រុសរបស់គាត់វិញនេះខ្ញុំសូមអ្នកសូមលីកនៅទីនេះវាគ្រប់គ្រាន់ហើយដរាបណាខ្ញុំអាចជួបគាត់គ្រប់ពេលទៅក្រៅប្រទេសឆ្ងាយពេកគាត់នៅក្មេងនៅឡើយទេសួរ Luca ឲ្យគាត់សម្រេចចិត្តដោយខ្លួនឯង Luca ខ្ញុំខុសហើយខ្ញុំកំពុងអង្វរអ្នកផ្ដល់ឱកាសចុងក្រោយមួយដល់ខ្ញុំមិនអីទេហឹមអូត្រូវហើយ
លូខាមើលផ្កាយដែលត្រូវបានជន់ឈ្លីខ្ញុំបានបត់វិញទាំងអស់សម្រាប់អ្នកផ្កាយទាំង999មិនមានមួយណាបាត់ទេឥឡូវនេះខ្ញុំអាចធ្វើឲ្យបំណងរបស់អ្នកคล้ายជាការពិតលូខាខ្ញុំស្រឡាញ់អ្នកខ្ញុំមិនអាចនៅដោយគ្មានអ្នកបានទេនេះមិនអាចទេខ្ញុំមិនសុបិនមែនទេលូកាវាពិតប្រាកដអ្នកមិនសុបិនទេឥឡូវនេះខ្ញុំអាចធ្វើឲ្យសេចក្តីប្រាថ្នារបស់អ្នកคล้ายជាការពិតខ្ញុំមានតែអ្នកទេជាកូនប្រុសពិតប្រាកដរបស់ខ្ញុំចាប់ពីពេលនេះទៅខ្ញុំនឹងមិនដែលស្រឡាញ់កូនផ្សេងទៀតឡើយឈរនៅឆ្ងាយមិនអីទេប៉ាថូម៉ាលូកានឹងមិនផ្លាស់ប្ដូរគំនិតរបស់គាត់មែនទេសូមរងចាំមើលលូកាជាក្មេងដែលមានស្មារតីល្អប៉ាខ្ញុំចង់ញ៉ាំនំខេកដែលអ្នកទិញពីមុនអាចទេពិតប្រាកដខ្ញុំនឹងទៅទិញវាឲ្យអ្នកឥឡូវនេះលើកនេះខ្ញុំនឹងមិនទិញនំខេកស្វាយទៀតទេអ្នករងចាំនៅទីនេះបន្តិចអូខេខ្ញុំនឹងមកវិញឆាប់លេហើយប៉ាលូកាខ្ញុំបានត្រឡប់មកវិញហើយសម្រាប់ឪពុកលេហើយឪពុកយប់នេះខ្ញុំនឹងឡើងយន្តហោះទៅអូម៉ូសូមអរគុណចំពោះការបង្ហាញខ្ញុំថ្ងៃកំណើតដែលមិនអាចបំភ្លេចបានសូមឲ្យខ្លាឃ្មុំនេះនៅជាមួយអ្នកជំនួសខ្ញុំពីលូកាដែលនឹងស្រឡាញ់អ្នកជារៀងរហូតខ្ញុំដឹងខ្ញុំខុសហើយ